រឿងនេះបានចាប់ផ្ដើមនៅក្នុងព្រៃងងឹតមួយដែលមានភាពភ័យខ្លាចហើយដំណក់ទឹកភ្លៀងបានស្រក់ចូលឥតឈប់ឈរតាមស្លឹកឈើជ្រៅទៅក្នុងព្រៃនោះមានក្រុមណាចជាច្រើនឈរនៅទីនោះប្រដាប់ដោយអាវុធពេញលេញនិងមានការប្រុងប្រយ័ត្នមេដឹកនាំរបស់ពួកគេបានចាក់ Vampire មួយដោយដាវរបស់គាត់រួចហើយគាត់បានទាមទារចង់ដឹងថាតើសត្វចម្លែងនោះបានរីករាយនឹងការលាក់ខ្លួនអស់រយៈពេលកន្លះឆ្នាំដែរឬទេNight នៅរញឹមខណៈដែលគាត់បានប្រាប់ Vampire នោះថាគាត់បានសម្លាប់ច្រើនណាស់ក្នុងអំឡុងពេលនេះដោយហៅ Vampire នោះថាជាសត្វតិរច្ឆានគាត់បាននិយាយថាវាពិតជាឆ្លាតណាស់ដែលបានលេងសើចជាមួយ Holy Night ប៉ុន្តែតួនាទីរបស់វាបានចប់ហើយគាត់បាននិយាយថាសត្វចម្លែកនេះមើលទៅដូចជាវាបានស្លៀកពាក់ធ្វើជា Robin Hood ហើយចាប់ពីពេលនេះតទៅទាំង God និង Batman ក៏មិនអត់ទោសឲ្យវាដែរខណៈដែលគាត់បានអូដើរចេញពីរូបកាយរបស់ Vampire នោះគាត់បាននិយាយថាសត្វចម្លែកនោះគួរតែមានមោទនភាពដែលបានស្លាប់នៅក្រោមដៃអ្នកសម្លាប់ Vampire សម្រាប់ការបោកបញ្ឆោតព្រះវិហារនិងការបដិសេធការវិនិច្ឆ័យរបស់ Holy Knights គាត់បាននិយាយថារូបរាងដែលវិជ្ជវែនិងអាក្រក់របស់វាគឺជាភស្តុតាងនៃអំពើបាបទាំងអស់របស់វា Night នោះគឺថាមិនអីទេទុកឲ្យខ្ញុំប្រាប់វាការពិតគាត់បានបង្ហាញថាហេតុផលដែលពួកគេមិនបានចាប់ Vampire នោះមុននេះគឺដោយចេតនាពួកគេបានចូលរួមក្នុងការដេញតាមយឺតយ៉ាវដោយទុកឲ្យសត្វចម្លែកនោះរត់លេងដោយសេរីហើយមានអារម្មណ៍ថាខ្លួនជាតួអង្គសំខាន់ដោយចេតនាដោយសារតែ Vampire មិនបានបង្ហាញខ្លួនយូរមកហើយពួកគេត្រូវការធ្វើអ្វីៗយឺតៗនិងទាន់សម័យហើយក៏ដើម្បីផ្ញើការព្រមានដល់ពួកអ្នកមិនជឿផងដែរ Robin Hood ដែលជាឈ្មោះដែល Vampire នោះហៅខ្លួនឯងមានការខឹងសម្បាយ៉ាងខ្លាំងគាត់បានដឹងតាំងពីដំបូងថាពិភពលោកនេះត្រូវបានគ្រប់គ្រងដោយអ្នកខ្លាំងអ្វីគ្រប់យ៉ាងត្រូវបានសម្រេចដោយអំណាចដោយមិនគិតពីឆន្ទៈរបស់នរណាអ្នកឡើយនោះហើយជាមូលហេតុដែលគាត់រត់ប៉ុន្តែការព្យាយាមរត់គេចរបស់គាត់គ្មានន័យអ្វីទាំងអស់គាត់ត្រូវបានកាត់ជាពីរយ៉ាងស្អាតខណៈដែលស្មារតីរបស់គាត់រសាយទៅគាត់ឆ្ងល់ថាតើគំនិតទាំងមូលរបស់គាត់ពិតជាមិនសមហេតុផលឬអី Holy Knights បានញញឹមហើយនិយាយថាព្រះវិហារត្រូវបានចំអកដោយអត្ថភាពទាំងអស់ដែលព្យាយាមប្រឆាំងវាហើយ Vampire នេះក៏មិនជាករណីលើកឡើងដែរដូចជារឿង Regression គ្រប់រឿងទាំងអស់ Robin Hood បានរកឃើញខ្លួនឯងគិតរឿងឥតប្រយោជន៍នៅក្នុងគ្រាចុងក្រោយរបស់គាត់ដោយឆ្ងល់ថាគាត់នឹងធ្វើអ្វីប្រសិនបើគាត់មានឱកាសមួយទៀត bla 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 បន្ទាប់មកគាត់បានភ្ញាក់ឡើងនៅតែជា Robin Hood នៅតែស្រែកហត់នឿយដកដង្ហើមគាត់បានរកឃើញខ្លួនឯងនៅខាងក្នុងអ្វីដែលមើលទៅដូចជារូងភ្នំក្បាលកនិងអវយវៈរបស់គាត់នៅដដែលមិនមានការប៉ះពាល់អ្វីទាំងអស់គាត់ឆ្ងល់តែហេតុអ្វីបានជាគាត់នៅរស់ពេលក្រឡេកមើលជុំវិញគាត់បានដឹងថាវាមិនមែនជារូងភ្នំទេប៉ុន្តែជាតង់ដដែលដែលគាត់ធ្លាប់រួមនៅមុនពេល Holy Knights ចាប់ផ្ដើមដេញតាមគាត់បានកត់សម្គាល់ឃើញប្រតិទិនដែលគាត់បានឆ្លាក់នៅលើជញ្ជាំងដោយស្នាដៃសរសេរខុសប្លែករបស់គាត់ការបរិច្ឆេទគឺកន្លះឆ្នាំមុនពេលក្រុមដេញតាមចាប់ផ្ដើមតាមរកគាត់ខណៈដែលគាត់បានក្រោកឈរឡើងគំនិតមួយបានឆ្លងកាត់ចិត្តរបស់គាត់ដែលជាឃ្លាដែលអ្នកអានធ្លាប់បានឮរាប់មិនអស់តើអាចថាខ្ញុំបានត្រឡប់ទៅអតីតកាលវិញទេគាត់បានកដាប់កណ្ដាប់ដៃរបស់គាត់ឆ្ងល់ថាតើនេះពិតជាឱកាសទី2ឬអីព្រៃដែលគាត់កំពុងឈរនៅទីនោះគឺជាកំឡែងដាច់ស្រយាលក្បែរ Broadwind ដែលជាភូមិដែលកម្រមនុស្សទៅលេងគាត់ធ្លាប់រស់នៅទីនេះដោយលះខ្លួនឃ្លាតឆ្ងាយពីភ្នែកមនុស្សកាលពីមុនគាត់ពិតជាខ្សោយពេកក្នុងការបង្ហាញខ្លួន Hilton ឬក៏ Eugene ដែលជាឈ្មោះពិតរបស់គាត់រស់ជីវិតដោយគ្រាន់តែទប់ស្កាត់វត្តមានរបស់គាត់ដូចជាសត្វដែលភ័យខ្លាចជានាមជា Vampire ខ្សោយម្នាក់គាត់ស្ទើរតែអាចឆ្លងផុតទៅបានក្នុងមួយថ្ងៃគាត់មិនដែលស្រេកឃ្លានជាមនុស្សទេប៉ុន្តែយូរលង់ណាស់មកថ្ងៃមួយសភាវគតិបានចូលមកជំនួសគ្រានោះបានคล้ายជាមូលហេតុនៃការដួលរលំរបស់គាត់នៅថ្ងៃបន្ទាប់ប៊ូទីហ៊ានស៊ីឈ្នួលបានជន់លិចព្រៃទាំងមូល5ថ្ងៃក្រោយមក Holy Knights បានល្បាតពេញភូមិទាំងមូលបន្ទាប់ពីច្រើនខែបន្ទាប់មកមួយឆ្នាំនៃការរត់គេចទីបំផុតពួកគេបានរកឃើញគាត់មិនថាគាត់លាក់ខ្លួននៅកន្លែងណានោះទេដោយភ័យខ្លាចគាត់បានដកថយចូលទៅជ្រៅក្នុងព្រៃហើយរស់នៅដោយឈាមសត្វអស់រយៈពេល12ឆ្នាំ
ឥឡូវនេះនៅក្នុងបច្ចុប្បន្ននេះឬក៏អតីតកាលដែលគាត់បានត្រឡប់មកវិញដោយវិធីណាមួយគាត់បានរត់យ៉ាងលឿនឆ្លងកាត់ព្រៃដោយមិនអាចចូលបានថាគាត់បានត្រឡប់មកវិញដោយរបៀបណាប៉ុន្តែរឿងមួយមានសារៈសំខាន់ជាងអ្វីៗទាំងអស់គាត់ត្រូវបានផ្ដល់ឱកាសមួយទៀតហើយគាត់នឹងមិនធ្វើកំហុសដដែលឡើយគាត់បានគិតថាគ្រាន់តែទប់ដង្ហើមរបស់គាត់ក៏អាចសម្លាប់គាត់បានដែរដូច្នេះគាត់គ្មានជំរើសក្រៅពីខ្លាយជាអ្នកខ្លាំងល្មមដែលទោះបីជាពួកគេរកឃើញគាត់ក៏ដោយក៏ពួកគេមិនអាចសម្លាប់គាត់បានដែរឈរនៅមុខវាងផក់មួយគាត់បានប្រកាសថាយុទ្ធសាស្ត្រនៃការរស់រានមានជីវិតរបស់គាត់នឹងផ្លាក់ផ្ដោទាំងស្រុងវាលផក់បានចាប់ផ្ដើមប្រពុះគាត់បានរំលឹកខ្លួនឯងថា Vampires អាចទទួលបានអំណាចដោយការផឹកឈាមហើយម្ចាស់នៃឈាមនោះកាន់តែខ្លាំងអំណាចដែលទទួលបានក៏កាន់តែធំខណៈដែលគាត់និយាយបែបនេះសត្វដ៏ធំសម្បើមមួយបានផ្ទុះចេញពីវាលផក់ម្ចាស់នៃព្រៃវាបានព្យាយាមលាបត្របាក់គាត់ភ្លាមគាត់ស្ទើរតែគេចផុតទៅបានដោយសារតែសំណាងសុទ្ធសាធនៅពេលដែលគាត់ដួលដល់ដីគាត់បានដឹងថាជាមួយនឹងរូបកាយខ្សោយបច្ចុប្បន្នរបស់គាត់ការគេចពីការវាយប្រហាររបស់បិសាចគឺជាអ្វីដែលគាត់អាចធ្វើបានទាំងអស់ប៉ុន្តែគាត់មានគំនិតមួយបើឃ្លាមអាចធ្វើឲ្យវាឈឺបន្តិចបន្តួចឃ្លាមអាចផឹកឈាមរបស់វាបានរហូតមកដល់ពេលនេះគាត់បានរស់រានមានជីវិតដោយការកាត់បន្ថយវត្តមានរបស់គាត់ប៉ុន្តែដោយសារយុទ្ធសាស្ត្រនោះបានបរាជ័យយ៉ាងច្បាស់គាត់មិនឃើញមានហេតុផលអ្វីត្រូវស្ទាក់ស្ទើរទៀតជាងនរណាម្នាក់ឬអ្វីទាំងអស់គាត់ត្រូវការអំណាចគាត់បានវាយប្រហារក្រពើយក្សដែលមានភ្នែក6ការវាយប្រហាររបស់គាត់មិនបានធ្វើអីសោះសូម្បីតែស្នាមឆ្កូតនៅលើស្រកាវាចលនាធម្មតារបស់សត្វចម្លែកនោះបានគំទេចដាវរបស់គាត់បណ្ដាលឲ្យបំណែកខ្ចាត់ខ្ចាយយូជីនត្រូវបានទុកឲ្យមានការភ័ន្តច្រឡំទាំងស្រុងគាត់បានរំពឹងថានឹងត្រូវបានបោះទៅលើអាកាសយ៉ាងខ្លាំងដូចនៅក្នុងរឿងវីរភាពទាំងអស់នោះផ្ទុយទៅវិញគាត់ត្រូវបានវាយទៅម្ខាងដូចជាសត្វល្អិតប៉ះខ្ទាតលើដីដូចជាបាល់ដែលបោះមិនបានល្អទីបញ្ចប់គាត់បានដួលទៅរកការឈប់ដែលមានរបួសធ្ងន់នៅលើពោះរបស់គាត់នៅពេលដែលគាត់បានបោកភ្នែករបស់គាត់សត្វចម្លែកនោះមិនបានផ្ដល់ពេលវេលាឲ្យគាត់ដកដង្ហើមផងវាបានលោតឆ្ពោះទៅរកគាត់ដោយចង់ធ្វើឲ្យគាត់ក្លាយទៅជាអាហារសម្រានរហ័សគាត់ឆ្ងល់ថាតើគាត់បានមើលស្រាលអំណាចរបស់ Ross ដែរឬទេដែលជាសត្វដែលដើរដោយសេរីឆ្លងកាត់ព្រៃមិនដូចបិសាចដែលជាប់នៅក្នុងតំបន់អារ៉ាទេ Ross ផ្ទុកនៅកម្លាំងរបស់ពួកគេជាមួយពួកគេគ្រប់ទីកន្លែងខ្លះថែមទាំងមានថ្មវេទមន្តទោះបីជារស់នៅក្នុងតំបន់ដែលគ្មានម៉ាណាក៏ដោយថ្មដែលមានតម្លៃជាងត្បូងឬមាសណាមួយសម្រាប់សត្វដូចជា Ross ថ្មវេទមន្តគឺចាំបាច់យូជីនដឹងថាប្រសិនបើគាត់អាចទទួលបានសូម្បីតែមួយគាត់នឹងអាចបង្វែរស្ថានភាពបានប៉ុន្តែភាពខុសគ្នានៃកម្លាំងរវាងគាត់និងសត្វចម្លែកនៅពីមុខគាត់គឺខ្លាំងពេកគាត់ឆ្ងល់ថាតើគាត់បានមើលស្រាលទាំងស្រុងលើឱកាសដែលគាត់ត្រូវបានផ្ដល់ឲ្យដែរឬទេ Ross ដែលកំណត់ព្រៃទាំងមូលអាចបញ្ចប់ជីវិតរបស់គាត់ភ្លាមមុនពេលគាត់អាចកោវវាបានបិទសាមហៅគាត់នៅតែដកដង្ហើមក្រពើយក្សបានអូសគាត់ឆ្ពោះទៅរកកន្លែងដែលវាចូលចិត្តបំផុតនៅក្នុងវាលភក់ដោយទម្លាក់គាត់ចូលទៅក្នុងទឹកជាមួយនឹងការផ្ទុះដ៏ធំមួយពាក់កណ្ដាលនៃរាងកាយរបស់យូជីនគឺនៅខាងក្នុងមាត់របស់សត្វចម្លែករួចហើយនៅពេលដែលទីបំផុតគាត់បានគិតច្បាស់ឡើងវិញគាត់បានដឹងថាដោយសារគាត់ត្រូវបានផ្ដល់ឱកាសទី2មួយប្រហែលជាឱកាសមួយទៀតនឹងមកប៉ុន្តែគាត់បានកំទេចគំនិតនោះមុនពេលវាអាចចាក់ឫសគាត់ដឹងថាគាត់មិនមែនជាប្រភេទដែលមើលស្រាលខ្លួនហើយនោះទេនោះហើយជាមូលហេតុដែលគាត់ធ្លាប់លូននិងលេបដង្ហើមរបស់គាត់គ្រាន់តែដើម្បីរស់ប៉ុន្តែឥឡូវនេះគាត់បានជ្រើសរើសប្រយុទ្ធគ្រាន់តែដើម្បីរស់ជាមួយនឹងការតាំងចិត្តយ៉ាងអស់សង្ឃឹមគាត់បានខំយ៉ាងខ្លាំងនៅលើអណ្ដាតរបស់បិសាចនោះប្រយុទ្ធដើម្បីរស់ពាក្យទាំងនេះបានលាន់លឿននៅក្នុងគំនិតរបស់គាត់និមិត្តសញ្ញាអាថ៌កំបាំងបានចាប់ផ្ដើមលេចឆ្លាងនៅលើស្បែករបស់គាត់ម៉ាស់រាងកាយរបស់គាត់បានកើនសាច់ដុំរបស់គាត់តឹងណានហើយសក់របស់គាត់ក៏ដុះវែងនិងរីកគាត់បានគិតក្នុងចិត្តថាប្រសិនបើគាត់មិនអាចឈ្នះឥឡូវនេះទេនឹងមិនមានឱកាសបន្ទាប់ឡើយបន្ទាប់ពីបរាជ័យគឺគ្មានអ្វីទាំងអស់គាត់បានវាឆ្លងកាត់អណ្ដាតរបស់បិសាចនោះដោយស្រូបយកធម្មតុយជីវិតរបស់វារហូតដល់ទៅដល់ស្នូលរបស់វាដោយលោកដៃរបស់គាត់ចេញដំបងបន្ទាប់មកដោយពិចារណាឡើងវិញគាត់បានលោតទៅមុខដោយមាត់របស់គាត់វិញថ្មិញវ៉ែមផាយរបស់គាត់បានលាតសន្ធឹងហើយចាក់ទម្លាស់ស្នូលដោយផ្ទាល់ខ
ขณะដែលគាត់បានលេបត្របាក់វាគាត់បានយល់ការពិតដ៏គ្រោះខៅមួយការរស់រានមានជីវិតមានន័យថាឈរលើឈាមរបស់អ្នកដទៃពីលើវាលពណ៌ងងឹតព្រះច័ន្ទបានឆ្លុះបញ្ចាំងយ៉ាងស្ងៀមស្ងាត់នៅលើទឹករហូតដល់វាលពណ៌ទាំងមូលបានផ្ទុះឡើងម្ដងទៀតលើកនេះការផ្ទុះលូគឺបណ្ដាលមកពី Vampire ខ្លួនឯងគាត់បានខំរើមថាប្រសិនបើគាត់ត្រូវបានផ្ដល់ឱកាសមួយទៀតគាត់នឹងជ្រើសរើសផ្លូវនៃការប្រយុទ្ធដោយមិនរត់គេចទៀតឡើយសំណរនៃក្រពើដ៏ខ្លាំងក្លាបានធ្លាក់ពីលើមេឃដូចជាភ្លៀងឈាម Robin Wood មើលទៅ badass ដោយមិននឹកស្មានដល់បានប្រកាសថាឥឡូវនេះគាត់បានទាមទារទាំងឈាមនិងជ័យជំនះ